แต่ធ្វើឲ្យពលឺថ្ងៃคล้ายជាពណ៌ស៊ូឈិនបានជួបប្រទះនៅភាពចម្លែកបន្តិចបន្តួចឆ្វេងវាងពេញឆ្វេងសូម្បីតែធម្មពលវិញ្ញាណក៏ស្ទើរតែក៏ដែរល្បឿននៃធម្មពលវិញ្ញាណក្នុងសរសៃឈាមយឺតជាងធម្មតាដល់ទៅ 30% ត្រជាក់ទេមិនអីទេកម្រិតបំណិនរបស់អ្នកទាបពេកមិនអាចទប់ទល់នឹងភាពត្រជាក់កម្រិតនេះបានទេពាក់វាទៅកុំនិយាយលេងអីស្រទាប់ខាងក្នុងនៃអารមណ៍សត្វគឺធ្វើពីសូត្រទឹកកកដ៏ល្អិតប៉ះទៅមានអារម្មណ៍ទន់ល្មើយហើយថែមទាំងមានក្លិនក្រអូបស្រាលដែលជារបស់ពិសេសរបស់វាទៀតកម្ដៅរាងកាយរបស់គេនៅសល់ជាប់លើអารមណ៍សត្វជ្រាបចូលពីលើស្មារបស់ខ្ញុំស្បែកដែលកកស្កកដោយភាពត្រជាក់កម្រិតធម៌ពលអ្នកទាបពេកមិនអាចទ្រាំបានទេពាក់អាវនេះទៅថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ពួកឯងយើងជួបគ្នាទៀតហើយលីងយួនខ្ញុំធ្លាប់និយាយហើយថារងចាំ10000ឆ្នាំក៏ខ្ញុំរងចាំបានដែរមិនខ្វល់នឹងរងចាំ2-3ថ្ងៃទៀតទេឥឡូវនេះ2-3ថ្ងៃបានកន្លងផុតទៅហើយខ្ញុំមកយកដាវនីឆាងប្រគល់ដាវនីឆាងមកខ្ញុំអាចឲ្យពួកឯងស្លាប់ដោយមិនឈឺចាប់ពួកបិសាចចំពោះអ្នកប៉ែងហ៊ានប៉ះគាត់កញ្ញាស៊ូក្មេងប្រុសដែលនៅពីក្រោយអ្នកនេះមិនមែនសាមញ្ញដូចដែលអ្នកគិតនោះទេអ្នកដឹងទេថាដាវនៅចង្កេះរបស់គាត់ឈ្មោះអ្វីវាជាដាវរបស់លីងយួនដែលជាស្ថាបនិកនៃនិកាយនីឆាងអ្នកដឹងទេថាគាត់ប្រើអ្វីដើម្បីបង្ក្រាបសេះក្បាលក្រហមវាគឺកៅជូនយូលីងជាដែលលីងយួនបង្កើតឡើងអ្នកដឹងទេថាគាត់ជានរណាគាត់គឺជាលីងយួនកាលពី10000ឆ្នាំមុនអ្នកដែលបានផ្សំវិញ្ញាណមេបិសាចនៅក្រោមភ្នំសាងឡុងគឺជាការចាប់ជាតិថ្មីរបស់លីងយួនអ្នកកំពុងឈរនៅពីមុខគាត់តើគាត់ត្រូវការឲ្យអ្នកការពារមែនទេឬមួយក៏ថាអ្នកគ្រាន់តែចង់ស្លាប់មុនគាត់ប៉ុណ្ណោះឬមួយអ្នកគ្រាន់តែចង់ស្លាប់មុនគេកងទ័ពបិសាចដែលបរោះអាវខ្មៅនាំមកមានរហូតដល់1000លាននាក់កម្រិតទាបបំផុតក៏ស្ថិតនៅដំណាក់កាលចុងក្រោយនៃកម្រិតជំនួយកម្លាំងដែរទោះបីជាស៊ូឈីងស្វេជាទេពក៏សអផ្នែកដាវនៅដំណាក់កាលដំបូងនៃកម្រិតជីនតានកដោយប៉ុន្តែពួកគេកំពុងឡោមព័ទ្ធនៅជ្រុងទី4នៃតំបន់ស៊ុងឈៀននេះមិនមែនជាសង្គ្រាមធម្មតាទេខ្ញុំប្រើដែនខាងធ្វើកាយវិការដោយប្រើចុងដាវយីឆាងគូសវាសញ្ញាពណ៌មាសនៅលើផ្ទៃទឹកកកនោះគឺជាយ័ន្តដែលគ្រូទី5របស់ខ្ញុំបានបង្កើតឡើងយ័ន្តកំចាត់បិសាច9ស្ថានសួគ៌វាបង្កើតមកដើម្បីបង្ក្រាបគ្រឿងបិសាចដោយផ្ទាល់បើពន្លឺពណ៌មាសទំហំប៉ុនកណ្ដាប់ដៃចំនួន6បើពន្លឺនេះមួយតំណាងឲ្យយ័ន្តបង្ក្រាបមួយយ័ន្តទាំងនោះកំពុងវិលយឺតនៅខាងក្នុងបើពន្លឺប្រៀបដូចជាព្រះអាទិត្យពណ៌មាសតូចចំនួន6ហេតុអ្វីបានជាអ្នកចេះយ័ន្តប្រភេទនេះនេះមិនមែនជាក្បាច់គុណរបស់និកាយសៀនស៊ឺទេយ័ន្តកំចាត់បិសាច9ស្ថានសួគ៌វាជាយ័ន្តដែលគ្រូទី5បង្កើតឡើងដើម្បីបិទព្រលឹងបិសាចចៅវាយរបស់អ្នកធ្លាប់ត្រូវគេឃុំក្នុងយ័ន្តនេះអស់រយៈពេលលើ7ថ្ងៃពេញអ្នកគួរតែស្គាល់វាច្បាស់ណាស់ចៅវាយរបស់ពួកអ្នកមិនបានប្រាប់ទេថាយ័ន្តនេះមួយនេះបង្កើតឡើងសម្រាប់វាផ្ទាល់យ័ន្តទាំងនេះគឺបង្កើតឡើងសម្រាប់វាផ្ទាល់យ័ន្តកំចាត់បិសាច9ស្ថានសួគ៌បានបង្ក្រាបពួកបិសាចភាគច្រើនប៉ុន្តែបរិសុទ្ធពាក់អាវខ្មៅនោះគឺយួនយេងខៃនៅពីក្រោយខ្នងខ្ញុំ
បាតដៃស្ដាំរបស់វាផ្ទុកទៅដោយថាមពលវេទមន្តខ្មៅដ៏ក្រាស់នៅទីនោះបាតដៃនោះលឿនខ្លាំងណាស់ខ្ញុំគ្មានផ្លូវគេចផុតឡើយធ្វើឲ្យវាមិនអាចងាកក្រោយបានទាន់យួនយាងខៃប្រើកម្លាំងសង្កត់ធ្វើឲ្យខ្ញុំកម្រើកមិនបានថាមពលវេទមន្តរបស់វាហូរចេញពីខាងក្រោយបន្សល់ទុកស្នាមបាតដៃខ្មៅនៅលើខ្នងរបស់ខ្ញុំស្នាមនោះកំពុងតែរាលដាលចេញក្រៅយ៉ាងលឿនតាវរបស់អ្នកកំពុងញ័រមិនមែនដោយសារភាពភ័យខ្លាចទេគឺដោយសារកំហឹង10000ឆ្នាំមកហើយខ្ញុំរត់គេចមកគ្រប់គ្រាន់ហើយត្រាថាមពលវេទមន្តដែលបន្សល់ទុកដោយថ្មបិសាចនោះគឺជាថាមពលដែលអាចបំផ្លាញមេឃនិងផែនដីបានក៏ជាថាមពលដែលខ្ញុំស្អប់បំផុតដែរតាមពិតទៅខ្ញុំធ្លាប់ត្រូវវាគ្រប់គ្រងស្ទើរតែបំផ្លាញឆ្វេងឈាវទាំងមូលនៅពេលដែលរឿងនោះបញ្ចប់ទៅខ្ញុំបានផ្សារភ្ជាប់ថាមពលវេទមន្តនេះទុកក្នុងបេះដូងដោយផ្ទាល់ដៃប៉ុន្តែនៅពេលនេះដើម្បីវាពិតជាថាមពលវេទមន្តនិងអាវុធវិញ្ញាណកំពុងហូរនៅក្នុងខ្លួនខ្ញុំឈាមបានហូរច្រាលឡើងក្នុងភ្នែករបស់ខ្ញុំថាមពលបានហូរចេញពីសរសៃឈាមរត់ពេញរាងកាយម៉ាស៊ីនគ្រាប់មាសកែវយេតរហូតដល់មើលឃើញអ្វីមួយនៅក្រោមនោះមិនអាចបន្តទៅមុខទៀតបានទេបើមិនដូច្នេះទេការផ្សារភ្ជាប់នឹងបែកខ្ទេចទាំងស្រុងខ្ញុំបានក្លាយជាម្ចាស់នៃយុគសម័យនេះបុរសពាក់អាវខ្មៅថយក្រោយមួយជំហានគេមានអារម្មណ៍ថាថាមពលនេះមិនមែនជាថាមពលវេទមន្តធម្មតាទេនោះគឺជាអ្នកដែលធ្លាក់ក្នុងអន្លង់មាសនៅកម្រិតកំពូលនៃអាវុធទេតែត្រូវបានសាបជាប់អស់រយៈពេល10000ឆ្នាំសារជាតិចម្រាញ់ពីថាមពលមាសដែលបានមកពីព្រះអង្គម្ចាស់វាខ្លាំងជាងថាមពលមាសរបស់គេទៅទៀតកាន់តែខាប់កាន់តែជ្រៅប្រៀបដូចជាស្រាដែលបិទទុកយូរឆ្នាំខុសគ្នាពីស្រាដែលទើបនឹងបិទថ្មីអ្នកដែលធ្លាក់ក្នុងអន្លង់មាសនៅសាលាវិញ្ញាណនោះអ្នកមិនទាន់ស្លាប់ទេខ្ញុំបីស៊ូឈីងស្វែឡើងថាមពលអវិជ្ជមានពណ៌ខ្មៅដែលខ្ញុំបានទទួលវាបានរាលដាលពេញខ្នងរបស់នាងអស់ហើយថាមពលអវិជ្ជមានកំពុងតែហូរចូលទៅក្នុងសរសៃឈាមរបស់នាងខ្ញុំនឹងមិនឲ្យអ្នកស្លាប់ឡើយដូចកាលពី3000ឆ្នាំមុនតែអ្នកមិនឲ្យខ្ញុំស្លាប់ដែរខ្ញុំនឹងមិនឲ្យអ្នកស្លាប់ឡើយដូចកាលពី3000ឆ្នាំមុនអញ្ចឹងស៊ូឈីងស្វកំពុងដេកនៅលើគ្រែឈើដ៏សាមញ្ញមួយផ្ទៃមុខរបស់នាងស្លេកស្លាំងនៅចន្លោះចិញ្ចើមមានខ្សែថាមពលខ្មៅស្រអាប់ព័ទ្ធជុំវិញថាមពលអវិជ្ជមាននេះបើមិនកំចាត់វាចេញឲ្យទាន់ពេលទេនោះស្រាលបំផុតគឺកម្រិតថាមពលនឹងចុះខ្សោយធ្ងន់បំផុតគឺស្គរថាមពលនឹងត្រូវបំផ្លាញក្របថាមពលក្នុងខ្លួននាងកំពុងប្រឆាំងនឹងថាមពលអវិជ្ជមាននោះពន្លឺនៅលើក្របថាមពលកំពុងតែស្រអាប់ទៅរាល់ពេលដែលនាងកម្រើកខ្ញុំត្រូវចំណាយថាមពលតែនាងកំពុងខ្សោយស្រាប់ព្រោះតែរបួសនោះហេតុអ្វីបានជាអ្នកតែងតែធ្វើបែបនេះវាជាអន្ទាក់ច្បាស់ណាស់ហេតុអ្វីបានជាអ្នកនៅតែមកឈរការពារខ្ញុំដូចកាលពីគ្រានោះអ្នកក៏ដេកនៅចំពោះមុខខ្ញុំបែបនេះដែរនៅគ្រានោះគាត់បានរងការវាយប្រហារដ៏សាហាវជំនួសខ្ញុំតែខ្លួនគាត់វិញត្រូវបាត់បង់ស្គលវិញ្ញាណហើយថាមពលកាយក៏លីសាបសូន្យពេលគាត់ដេកលើគ្រែឈើមុនពេលស្លាប់គឺដូចគ្នាបេះបិទនឹងពេលនេះផ្ទៃមុខរបស់គាត់ស្លេកស្លាំងដូចក្រដាសចន្លោះចិញ្ចើមមានរស្មីនៃសេចក្តីស្លាប់គ្រប់ដណ្ដប់យំធ្វើអីជាតិក្រោយចាំជួបគ្នាទៀតខ្ញុំមិនហ៊ានគិតបន្តទៀតទេខ្ញុំដាក់បាតដៃលើខ្នងរបស់គាត់បញ្ជូនថាមពលវិញ្ញាណដ៏បរិសុទ្ធមួយខ្សែចូលទៅក្នុងខ្លួនរបស់គាត់ព្រមទាំងប្រើការចងចាំពីជាតិទី9ដើម្បីប្រើប្រាស់វិជាបណ្ដេញមាសដែលបាត់បង់យូរមកហើយវិជាដែលជាតិទី5បង្កើតឡើងដើម្បីជួយជាតិទី5មួយដកអាវុធមាសចេញដោយប្រើកម្លាំងនៃវិញ្ញាណ9វេនជាតម្រុយបណ្ដេញអាវុធមាសដែលជ្រៀតចូលក្នុងសរសៃឈាមចេញម្ដងបន្តិចនៅក្រៅបង្អួចពន្លឺអូរ៉ូរ៉ាបានលាតសន្ធឹងពេញផ្ទៃមេឃពន្លឺពណ៌បៃតងចាំងភ្លេចលើមេឃពេលយប់នៃវាលទឹកកកគ្រប់ដណ្ដប់ផ្ទះឈើទាំងមូលក្នុងពន្លឺដ៏ស្រស់ស្អាតដូចក្តីសុបិន
ខ្ញុំនៅទីនេះកុំកម្រើកអីរបួសអ្នកមិនទាន់ជាទេ អាវុធមាសត្រូវបានសម្អាតចេញពីសរសៃឈាមអស់ហើយប៉ុន្តែសរសៃឈាមត្រូវអាវុធមាសសឹកអស់3ថ្ងៃត្រូវការពេលវេលាដើម្បីជាសះស្បើយអ្នកដេកចុះទៅស៊ុបនេះធ្វើពីយិនសិនលើវាលទឹកកកនិងសាច់សត្វលីងហឺវាល្អសម្រាប់ការស្ដារសរសៃឈាមឡើងវិញចុះមនុស្សពាក់អាវខ្មៅម្នាក់នោះទៅណាហើយវាគេចខ្លួនបាត់ហើយខ្ញុំបានកាប់វាឲ្យខ្ទាតចូលទៅក្នុងផ្ទាំងទឹកកកឆ្លៀតពេលដែលខ្ញុំ3នាក់ចេញមកវាបានរត់គេចខ្លួនពីក្រោមផ្ទាំងទឹកកកនោះប៉ុន្តែក្នុងពេលឆាប់នេះវាមិនហ៊ានមកទៀតទេរបួសដែលវាត្រូវដាវខ្ញុំគឺមិនស្រាលទេរបាំងការពាររបស់វាត្រូវបានខ្ញុំកាប់ទម្លុះយ៉ាងហោចណាស់ក៏ត្រូវសម្រាកព្យាបាល1ខែដែរភ្នែករបស់លោកហេតុអ្វីបានជាមានពណ៌ឈាមបែបនេះលីងយួនតើលោកជានរណាឲ្យប្រកាសខ្ញុំរឿងបិទមិនអាចនិយាយបានទេយ៉ាងហោចណាស់ក៏មិនមែនពេលនេះដែរនាងសម្លឹងមើលមកខ្ញុំក្នុងកែវភ្នែកមួយគូនេះបង្ហាញយ៉ាងច្បាស់ថាគេមិនជឿប៉ុន្តែនាងមិនបានសួរដេញដល់ឡើយបើលោកមិននិយាយក៏មិនអីដែររងចាំដល់ពេលដែលលោកចង់និយាយខ្ញុំនៅទីនេះនាងត្រូវបានរារាំងដោយយ័ន្តរបស់ខ្ញុំយ័ន្តកៅធានហ្វូម៉ូត្រូវបានចារឹកទុកសម្រាប់បង្ក្រាបពេលដែលនាងទម្លុះយ័ន្តនោះបានប្រើប្រាស់អស់ជាច្រើនខ្ញុំក៏ឆ្លៀតឱកាសពេលនាងសោយប្រើដល់កាប់ទៅទើបអាចបំបែករបាំងការពាររបស់នាងបានចំណែកឯពណ៌ឈាមវិញលោកសន្លប់3ថ្ងៃខ្ញុំក៏នៅយាម3ថ្ងៃភ្នែកឡើងក្រហមបន្តិចបន្តួចជារឿងធម្មតាទេខ្ញុំមិនបានឆ្លើយសំណួររបស់នាងការពិតខ្លះមិនទាន់ដល់ពេលដែលត្រូវនិយាយចេញមកនៅឡើយទេបុរសពាក់អាវខ្មៅនៅតែលាក់ខ្លួនក្នុងភាពងឹតព្រលឹងដែលនៅសេសសល់របស់មេរីកំពុងតែភ្ញាក់ឡើងស្នាមប្រេះនៃត្រាវេទមន្តកំពុងតែរីកធំឡើងប្រសិនបើប្រាប់គាត់នៅពេលនេះថាខ្ញុំគឺជាការចាប់ជាតិថ្មីរបស់សិទី1គឺដូចជាការរុញច្រានគ្រោះថ្នាក់ទាំងអស់ទៅលើខ្លួនគាត់នេះគឺជាទឹកកកុយ Hell Jeyu ជាការដូរធាតុទឹកកកដែលកកុញអស់រាប់ម៉ឺនឆ្នាំកម្រិតនៃភាពរឹងមាំគឺលើសពីលោហៈធាតុទៅទៀតវាប្រើសម្រាប់កកស្នាមប្រេះពេលពង្រឹងត្រាវេទមន្តដើម្បីទប់ស្កាត់ការសាយភាយនៃថាមពលមាសទឹកកកនេះគឺជាគន្លឹះក្នុងការកកស្នាមប្រេះនិងទប់ស្កាត់ការសាយភាយនៃថាមពលមាសភ្លាមដែលបងស្រីនីឆាងប៉ះនឹងទឹកកកុយ Hell ខ្សែពន្លឺដែលហូរយឺតក្នុងដាវនីឆាងក៏ចាប់ផ្ដើមលឿនឡើងពួកវាហាក់ដូចជាដឹងថាដាវនីឆាងត្រូវបានដាស់ឲ្យភ្ញាក់មួយពេលទាំងទឹកកកុយ Hell និងដាវនីឆាងសុទ្ធតែជារបស់កាលពី10000ឆ្នាំមុនពួកវាស្គាល់គ្នាទៅវិញទៅមកបន្ទាប់ពីដាក់ចូលក្នុងប្រអប់ត្បូងសីតុណ្ហភាពក្នុងបន្ទប់ក៏ចុះទាបភ្លាមបន្ទប់ទឹកកកដែលបាត់បង់ការទ្រទ្រង់ពីទឹកកកុយ Hell ក៏ចាប់ផ្ដើមបាក់ស្រុតចុះបន្តិចម្ដងទោះបីអ្នកជានរណាក៏ដោយខ្ញុំនឹងឈរនៅខាងអ្នកប៉ុន្តែអ្នកមិនអាចបាំងខ្ញុំនៅពីក្រោយទៀតបានទេជីវិតរបស់ខ្ញុំគឺជារបស់ខ្ញុំផ្ទាល់លើកក្រោយបើជួបពួកអាវខ្មៅយើងនឹងវាជាមួយគ្នាខ្ញុំបើកមាត់ចង់និយាយអ្វីមួយតែមួយផ្លែតនោះក៏មិនដឹងថាគួរនិយាយអ្វីឡើយកាលពី3000ឆ្នាំមុនក្នុងប្រវត្តិសាស្ត្រទី6គេក៏ធ្លាប់និយាយពាក្យដែរនេះដែរគ្រានោះខ្ញុំបានយល់ព្រមរួចគេក៏រងការវាយប្រហារជំនួសខ្ញុំរហូតដល់ស្លាប់រួមទាំងការលាងជម្រះស្គរវិញ្ញាណផងដែរមិនមែនខ្លាចស្លាប់នោះទេតែខ្លាចត្រូវគេឈ្លានពានជីវយូហ៊ានស៊ូឈីងស្វបានជួបខ្ញុំពេលកំពុងដឹកខ្ញុំត្រឡប់ទៅនិកាយយើងទាំងពីរអ្នកស្ងៀមស្ងាត់ដាក់គ្នាពេលត្រឡប់ទៅដល់និកាយទ្វារភ្នំត្រូវបានបើកចំអាគមការពារភ្នំត្រូវបានបំផ្លាញខ្ទេចខ្ទីត្បូងវិញ្ញាណដែលប្រើសម្រាប់ដាក់អាគមបែកខ្ទេចអស់ហើយថាមពលវិញ្ញាណក៏លាយសាបសូន្យនិកាយស្វានសៀវត្រូវបានគេវាយប្រហារពួកបាក់ពួករបស់អាវខ្មៅនោះបានឆ្លៀតឱកាសពេលយើងមិននៅវាយប្រហារនិកាយពួកវាជាក្រុមអ្នកបដិបត្តិមាសដែលរួមដៃគ្នាវាយប្រហារគោលដៅរបស់ពួកវាមិនមែនដើម្បីសម្លាប់មនុស្សទេគឺវត្ថុបុរាណនៅកន្លែងបិទពួកវាចង់ឆ្លៀតឱកាសពេលកំពុងធ្វើពិធីពង្រឹងមិនទាន់បានចាប់ផ្ដើមផងពួកគេក៏បំផ្លាញពន្លឺទឹកភ្នែកនោះចោលភ្លាមស៊ូធានហឹងបាននាំកងកម្លាំងមកទប់ទល់យ៉ាងស្វិតស្វាញគាត់បានប្រើថាមពលនៃវត្ថុបុរាណដើម្បីទប់ទល់នឹងអំណាចរបស់មេបិសាចទាំង3នាក់ក្រោមសម្ពាធថាមពលរបស់គាត់របាំងការពារភ្នំអាចទប់បានត្រឹមតែមួយសន្ទុះប៉ុណ្ណោះទោះបីជាអាចការពារត្រាទុកបានក៏ដោយប៉ុន្តែស្នាមប្រេះនៅលើខ្សែពន្លឺបានរីកធំជាងមុនបន្តិចបន្តួចតែការខាតបង់គឺធ្ងន់ធ្ងរណាស់យុនអ៊ីហ្វឹងបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រយុទ្ធនេះគាត់ដែលមានកម្រិតថាមពលត្រឹមដំណាក់កាលជីនដានទី7បានសម្លាប់មេបិសាច2នាក់រឿងនេះមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃនិកាយក្នុងការឡោមព័ទ្ធបិសាចលើកនេះបានសម្លាប់មេបិសាចដំណាក់កាលយុនអ៊ីនចំនួន2នាក់ដំណាក់កាលជីនដានចំនួន2នាក់និងដំណាក់កាលហ្វូលូចំនួន37នាក់គាត់បានក្លាយជាវីរបុរសរបស់និកាយភ្លាមហើយកេរ្តិ៍ឈ្មោះរបស់គាត់ក៏ល្បីល្បាញខ្លាំងឡើងចំណែកការស្អប់ខ្ពើមដែលគាត់មានចំពោះខ្ញុំក៏ត្រូវបានរងាប់ទុកជាបណ្ដោះអាសន្នកុំបារម្ភអីទោះបីជាភាពស្មុគស្មាញដែលកកុញជាយូរមកហើយប៉ុន្តែពេលនេះវាត្រូវបានសង្កត់សង្កិនដោយការអត់ធ្មត់ដ៏ជ្រាលជ្រៅស្នាមប្រេះនៃត្រាបានរីកធំឡើងហើយខ្សែពន្លឺដែលរាលដាលដល់ឡៃវែងបានទៅ